trong ban tu make up ប៉ុន្តែអត់ចេះធ្វើឬក៏អត់មានលុយទិញតែឥឡូវអ្នកទាំងគ្នាគ្រាន់តែ share វីដេអូនឹងម្នាក់មួយទៅចំពោះ top fan នឹងទទួលបានកាដូ free ពីខ្ញុំហ្មងគឺខ្ញុំធ្វើទូ make up ឲ្យគាត់មួយចំពោះអ្នកដែលទទួលបានគឺខ្ញុំនឹងផុសវីដេអូនៅថ្ងៃស្អែកចំពោះ top fan របស់ខ្ញុំគាត់ដឹងហើយអ្នកទាំងគ្នាខ្ញុំតែងតែចែកទូឲ្យគាត់ជារឿយៗប៉ុន្តែមួយរយៈហ្នឹងដោយសារតែរវល់ពេកហើយអត់សូវបានធ្វើទូអញ្ចឹងខានចែកគាត់យូរហើយឥឡូវហ្នឹងគឺមកចែកសារជាថ្មីហើយអញ្ចឹងបើសិនអ្នកគ្នា top fan ណាដែលទទួលបានកាដូឬក៏អត់ទទួលបានឃើញហើយកុំភ្លេចជួយ comment ម្នាក់មួយផងណាក៏អធិស្ឋានដល់អូនខ្លាំងមែនទែនដែលគាត់ឆាតមកសុំទូអ្នកទាំងគ្នាឲ្យកុំឆាតមកអីចំពោះអ្នកដែលឆាតមកភាគច្រើនគឺខ្ញុំអត់ឲ្យទេអ្នកទាំងគ្នាចំពោះអ្នកដែលឲ្យគឺទទួលបាន top fan ពីខ្ញុំគឺខ្ញុំអត់ទាមទារលក្ខខណ្ឌអីទេគ្រាន់តែអ្នកទាំងគ្នាជា top fan របស់ខ្ញុំមិនថាយូរឬឆាប់គង់តែទទួលបានទេអញ្ចឹងសូមចិត្តអ្នកទាំងគ្នាបើឆាតមកទេដោយសារតែភ្ញៀវឆាតមកច្រើនខ្លាំងពេកអញ្ចឹងហើយខ្ញុំតបតនទេអញ្ចឹងខ្ញុំក៏អធិស្ឋានដល់បងដែលគាត់ឆាតមកទិញទូឬក៏ទិញកតងពីខ្ញុំអីខ្ញុំអត់បាន reply អញ្ចឹងបើសិនជាបងបានឃើញវីដេអូនេះហើយអាចតាក់ទងមកខ្ញុំអាសាទៀតបានណាឬក៏អ្នកនរគ្នាអាចឆាតមក Telegram ក៏បានដែរក៏អធិស្ឋានដល់បងមួយទៀតដែលគាត់តែងតែសួរតម្លៃទូរបស់ខ្ញុំអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទិញទូអីអាចចូលមើលក្នុង page ទៅមានទាំងម៉ូតហើយតម្លៃស្រាប់ហើយចំពោះម៉ូតគឺខ្ញុំមានច្រើនខ្លាំងមែនទែនអញ្ចឹងបងអាចចូលមើលបានណាវីដេអូនេះជីងធ្វើទូឲ្យភ្ញៀវទេអ្នកនរគ្នាប៉ុន្តែក៏ចង់ចែកកាដូឲ្យ top fan ដែរអញ្ចឹងបើ top fan បានឃើញសង្ឃឹមថាពួកគាត់នឹងទទួលបានកាដូពីខ្ញុំដូចគ្នាឥឡូវងាកមកមើលទូដែលភ្ញៀវគាត់កំងខ្ញុំគឺថាខ្ជូតខ្លាំងមែនទែនអ្នកនរគ្នាហើយខ្ញុំក៏បន្ថែមជាមួយនឹងក្បាលទន្សាយនេះគាត់មួយមើងទៅចំពោះក្បាលទន្សាយឬក៏ strawberry ដែលខ្ញុំកាន់នៅដៃណាអ្នកនរគ្នាអាចយកបិទនៅជាងឬក៏អាចតាំងនៅទូអញ្ចឹងបើសិនជាអ្នកនរគ្នាមាន data ឬក៏ខោអាវដែលអត់មាន like អីអ្នកនរគ្នាអាចយកអានឹងទៅជន់ដេកបន្ថែមវាលើបានណាគឺម៉ូតនេះស្អាតខ្លាំងមែនទែនហើយចំពោះម៉ូតរបស់វាមានច្រើនអ្នកនរគ្នាចង់បានអ្នកតតងទៅគាត់ទៅខ្ញុំដាក់ page គាត់ខាងលើហ្នឹងចឹងជិះធ្វើទូដែលសភៅរៀនណាកុំភ្លេចមើលវីដេអូនេះសម្រាប់ដែលអ្នកនរគ្នាត្រូវមាននោះគឺកតង់កៅស្កុតជាមួយនឹងពណ៌ sticker របស់យើងហ្នឹងណាហើយម៉ូតនេះគឺធ្វើសម្រាប់ដាក់សភៅអ្នកដែលនៅរៀនឬក៏បងដែលធ្វើការអីដាក់ម៉ូតនេះគឺធ្វើស្អាតខ្លាំងមែនទែនហើយចំពោះការកំងគឺពូកំងខ្ញុំយូរហើយអ្នកនរគ្នាហើយចំពោះការកាត់ខ្នាតកាត់អីគឺគាត់ប្រាប់ខ្ញុំមកមួយសេតហ្មងមានទាំងខ្នាតមានទាំងប្លង់ឲ្យខ្ញុំហើយមានទាំងកម្រួយខ្ញុំទៀតសំខាន់គឺខ្ញុំគិតម៉ូតហ្នឹងអត់ចេញទេអ្នកនរគ្នាគិតឡើង3 4 5ថ្ងៃខ្ញុំគិតថាម៉ូតហ្នឹងពិបាកប៉ុន្តែទោះបីជាពិបាកយ៉ាងណាក៏ខ្ញុំត្រូវតាំងចិត្តតែធ្វើវាបានដែរដោយសារតែគាត់ស្រឡាញ់ម៉ូតហ្នឹងអញ្ចឹងហើយក៏បន្ថយធ្វើទាំងគិតផងទាំងធ្វើផងគឺចំណាយពេលយូរខ្លាំងមែនទែនខ្ញុំធ្វើបដាគិតបដាអត់សូវពិបាកទេប៉ុន្តែនេះខ្ញុំត្រូវកាន់ខ្នាតតុកមុនដើម្បីថតឲ្យអ្នកនរគ្នាមើលអញ្ចឹងពេលដែលខ្ញុំថតគឺខ្ញុំរៀបយូរហ្មងអញ្ចឹងហើយបានជាធ្វើឲ្យខ្ញុំពិបាកហើយវល់ខ្លាំងមែនទែនទូនឹងពិបាកមកតង់ហើយដល់វគ្គបិទស្កុតរឹតតែពិបាកទៀតស្កុតធម្មតាវារៀងក្រាស់ហើយប៉ុន្តែស្កុតដែលគាត់កំងហ្នឹងគឺស្កុតឈើអស់គ្នាពេលអញ្ចឹងស្កុតនឹងស្ដើងខ្លាំងមែនទែនអញ្ចឹងសម្រាប់បងដែលអត់ចេះបិទស្កុតទេកុំយកស្កុតនឹងអីវាស្ដើងអញ្ចឹងបើសិនអ្នកនរគ្នាកាន់អត់ប្រយ័ត្នគឺវាអាចនឹងជាប់គ្នាបតេបតាហើយបិទអត់ស្អាតទេហើយវាអាចនឹងធ្វើឲ្យស្កុតយើងប៉ោងឬក៏ដាច់អីជាដើមនឹងខ្ញុំនិយាយថាការធ្វើទូរបស់ខ្ញុំមួយគឺខ្ញុំសិតចង់ខ្លាំងមែនតើអ្នកនរគ្នាតើមានកម្លាំងកាយកម្លាំងចិត្តនៅក្នុងហ្នឹងទើបអាចធ្វើទូមួយនឹងចេញអ្នកនរគ្នាមើលទៅវាធម្មតាប៉ុន្តែវាអត់ធម្មតាទេបើសិនជាយើងកាត់ព្រាវគឺថាអត់កើតតែហ្មងហើយសុំចិត្តដល់បងខ្លាំងមែនតើចំពោះការទិញសម្ភារៈអីគេដោយដែលគេធ្វើដោយដៃអ្នកនរគ្នាបាច់តថ្លៃគេទេអញ្ចឹងកម្លាំងកាយកម្លាំងចិត្តគេដាក់ក្នុងនឹងហើយតម្លៃតែគេយកនឹងគឺវាសមរម្យហើយវីដេអូដែលអ្នកនរគ្នាឃើញខ្ញុំកាត់អ្នកនរគ្នាមើលនឹងត្រឹមតែ1នាទីតែជាក់ស្ដែងគឺខ្ញុំធ្វើ7 8ម៉ោងទម្លាប់ទៅហើយទូនឹងមួយបើសិនជាយើងអត់ផ្សិតផ្ចង់បើសិនជាយើងអត់ចំណាយពេលលើវាយូរធ្វើឲ្យរួចតែពីដៃទេគឺថាទូនឹងអត់ស្អាតទេបើសិនជាអ្នកនរគ្នាជួយចិត្តធ្វើអីលឿនអត់មានការតាំងចិត្តទេរត់តែធ្វើវាអត់កើនទៀតភឹមតែបិទកៅតែប៉ុណ្្នឹងឯងអ្នកនរគ្នាខ្ញុំបន្ថែមជាមួយនឹងស្កុតមួយតង់ហើយជាមួយនឹង sticker មួយតង់ទៀតដើម្បីឲ្យវាកាន់តែមាំហើយប៉ុណ្ណឹងគឺខ្ញុំត្រូវចំណាយពេលទៅលើការរៀបចំទូនឹងដាក់ឲ្យអ្នកនរគ្នាទៀតត្រូវវាខ្ចប់មិនដើម្បីកុំឲ្យវាបាក់បែកកុំឲ្យវាកពិតខ្ញុំត្រូវចំណាយកតង់មួយស្លឹកដើម្បីរោមអីវ៉ាន់ហ្នឹងទៅអញ្ចឹងបើសិនជាអ្នកនរគ្នាយកទៅកពិតឬក៏បាក់បែកអីគឺខ្ញុំអត់សប្បាយចិត្តទេមិនមែនធ្វើឲ្យតែរួចពីដៃទេអញ្ចឹងតើតអ្នកនរគ្នាសប្បាយចិត្តជាមួយនឹងអីវ៉ាន់ដែលអ្នកនរគ្នាទទួលបានខ្ញុំសប្បាយចិត្តដូចគ្នានិយាយទៅអ្នកលូននេះគឺខាគិតគូដល់អ្នកទិញខ្លាំងមែនទេរកឃើញអ្នកដែលទិញទូបាន$1អញ្ចឹងមកតាមសន្យាបើសិនជាគាត់បានឃើញវីដេអូមួយនេះគាត់ជួយឆានមកខ្ញុំមកខ្ញុំនឹងលក់ទូឲ្យគាត់ចំនួន$1តែបើសិនជាគាត់អត់បានឃើញវីដេអូឬក៏បានឆានមកខ្ញុំទេខ្ញុំនឹងលក់ទូចំនួន$1ហ្នឹងឲ្យតែអ្នកផ្សេងដែលគាត់បានឃើញវីដេអូមួយនេះអញ្ចឹងបើសិនអ្នកនរគ្នាបានឃើញមុនគេកុំភ្លេច comment ខាងក្រោមហ្នឹងមកចុចឈ្មោះអ្នកនរគ្នាមុនគេហើយខ្ញុំនឹងលក់ទូអ្នកនរគ្នាចំនួន$1ដោយអ្វីដែលខ្ញុំបាននិយាយហើយចំពោះម៉ូតគឺខ្ញុំអត់បង្ហាញទេខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅវីដេអូក្រោយចំពោះអ្នកដែលទទួលបានចំនួនទូ$1ណាទិញបានមុនគេប៉ុន្តែក៏មិនជា top fan ទេតែទោះជាយ៉ាងណាក៏ខ្ញុំនៅតែធ្វើតាមសន្យាដែរឲ្យតែគាត់បានមុនគេគឺខ្ញុំនឹងលក់ទូឲ្យគាត់ដោយអ្វីដែលខ្ញុំបាននិយាយមួយទៀតចំពោះអ្នកដែលគាត់ចង់
ង់ទិញទូ$1មែនខ្ញុំលក់គ្រប់គ្នាទេអ្នកនរគ្នាខ្ញុំលក់ឲ្យចំពោះអ្នកដែលតន់វីដេអូមុនគេតែប៉ុណ្ណោះដោយវីដេអូមុនខ្ញុំធ្លាប់លក់$1អ្នកនរគ្នាឲ្យផ្ទុះឆាតឡើង2-3ថ្ងៃតម្រាំតតបអស់ហ្នឹងគឺគាត់យល់ច្រឡំថាខ្ញុំលក់$1រហូតណាមិនអញ្ចឹងទេអ្នកនរគ្នាបើសិនជាលក់$1រហូតបែបហ្នឹងគឺខ្ញុំអត់មានពេលធ្វើឲ្យអ្នកនរគ្នាអត់តន់ទេរកពេលមកពីណាធ្វើទេអញ្ចឹងខ្ញុំលក់យូរម្ដងទេអ្នកនរគ្នាហើយលក់ចំពោះអ្នកដែលតន់វីដេអូខ្ញុំមុនគេដោយដែលខ្ញុំបាននិយាយអញ្ចឹងមិនថាខ្ញុំចែកទូឲ្យ Top 5 ឬក៏ខ្ញុំលក់ទូ$1ទេខ្ញុំតែងតែផុសប្រាប់អ្នកនរគ្នាមុនមួយថ្ងៃអញ្ចឹងបើសិនអ្នកនរគ្នាតាមដាន page របស់ខ្ញុំគាត់នឹងដឹងហើយតែបើសិនអ្នកនរគ្នាអត់តាមដានទេប្រហែលជាអត់ដឹងទេអាចនឹងយល់ច្រឡំច្រើនណាពួកបងអូនណាដែលចង់បានទូចំនួន$2 $3 $5ដែលខ្ញុំផុសហ្នឹងក៏សួរថាខ្ញុំលក់ពិតអត់អ្នកនរគ្នាខ្ញុំអត់មានអីនិយាយច្រើនទេដែលសតតែខ្ញុំជីងវីដេអូបង្ហាញអ្នកនរគ្នារាល់ថ្ងៃហើយខ្ញុំក៏បញ្ជាក់មួយទៀតថាទូរបស់ខ្ញុំមិនមែនជាប្រភេទទូឈើទេជាប្រភេទទូកាតុងអញ្ចឹងបើសិនអ្នកនរគ្នាទិញបានទទួលយកបានឬក៏ឆ្លាញ់អីអ្នកនរគ្នាអាចទាក់ទងមកខ្ញុំបានហើយខ្ញុំក៏អធិស្ឋានដល់បងដែលគាត់បានទិញហើយខ្ញុំធ្វើយឺតយ៉ាវអីសូមអធិស្ឋានខ្លាំងមែនទែនដោយស្នាប់តែខ្ញុំធ្វើអត់តន់ទេអ្នកនរគ្នាទ្រាំតែបានទូមួយគឺមិនងាយទេអ្នកនរគ្នាគឺថាមកព្រឹកវាស់ល្ងាចនឹងឯងបើសិនអ្នកនរគ្នាបានកំងហើយខ្ញុំសុំចិត្តអ្នកនរគ្នាកុំទឿនខ្ញុំអីពេលដែលហើយគឺខ្ញុំនឹងផ្ញើជូនហើយអរគុណមួយខ្លាំងមែនទែនគាត់កំងម្ដងឡើង3ម៉ោងអ្នកនរគ្នាឲ្យមុតគឺថាញាក់ខ្លាំងមែនទែននិយាយទៅមកគាត់យកមួយអ្នកខាងកំពង់ចាមអរគុណខ្លាំងធ្លាប់តែដាក់បូននៅតាគៀបឥឡូវដាក់បូននៅលើទូម្ដងអ្នកនរគ្នាឲ្យខ្ជូតញាក់ហ្មងនិយាយទៅអរគុណអូនខ្លាំងមែនទែននិយាយទៅគាត់កំងទូឡើង4មកអ្នកនរគ្នានិយាយទៅគាត់កំងជាមួយនឹងពួកម៉ែគាត់និយាយទៅម៉ូននេះដាក់សភៅរៀនអ៊ុយឲ្យញាក់ហ្មងនិយាយទៅថតតបែបហ្នឹងហ្មងហើយ highlight ម៉ូតតិចឲ្យដោយសារតែខ្វះ color អញ្ចឹងហើយក៏បន្ថែមជាមួយនឹងបូឲ្យគាត់ហ្មងទៅគឺថាស្អាតហើយក៏ញាក់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាម៉ូតនេះ1ម៉ែត្រជាមួយនឹងកន្លះម៉ែត្រជាងអ្នកដែលឆ្លាញ់យកហើយអ្នកទាំងអស់គ្នាខ្ញុំបញ្ចុះតម្លៃនៅសល់តែ$13ឥឡូវចង់បានអីទិញលើនៅលក់ប្រញាប់លុយដល់លេង